រឿងរ៉ាវរបស់លោកពូពិនជាងលីគឺកើតចេញអំពីបុគ្គលឈ្មោះស៊ុនផលដែលរៀបចំឯកសារខ្លែងបន្លំយកដីរបស់គាត់ឥឡូវនេះគាត់មានទុក្ខលំបាកនិងខ្វាយខ្វល់ដើររកផ្លូវច្បាប់ដើម្បីរកដំណោះស្រាយជួយគាត់ផងពីព្រោះថាបុគ្គលឈ្មោះស៊ុនផលបានខុបខិតគ្នាជាប្រព័ន្ធរួចទៅហើយរៀបចំឯកសារមិនប្រក្រតីហើយត្រូវបានបកពួករបស់ឈ្មោះស៊ុនផលនេះគឺយកឯកសារនេះយកមកចរចាយកមកទម្លាក់កំហុសឲ្យលោកពូពិនឈៀងលីដែលទទួលបានដីស្របច្បាប់រហូតមកដល់បច្ចុប្បន្ននេះគឺបកពួករបស់ឈ្មោះបុគ្គលស៊ុនផលបានបំបិទបាំងសំណុំរឿងកាយកប់ត្រឡប់ទៀតកិច្ចវេះមិនព្រមដោះស្រាយដោយយកលេសទម្លាក់ទៅតុលាការប្រសិនបើចង់បានដីសំណួរសួរថាដីរបស់លោកពូពិនឈៀងលីគឺមានឯកសារគ្រប់គ្រាន់គឺមានទាំងការទទួលស្គាល់ដឹងឮចេញពីអាជ្ញាធរឃុំយកឯកសារខុសប្រក្រតីរបស់បុគ្គលឈ្មោះស៊ុនផលយកមកដាក់បន្ទុកនិងយកមកនិយាយជាមួយនឹងលោកពូពិនឈៀងលីនិងឲ្យលោកពូពិនឈៀងលីចូលខ្លួនមកដោះស្រាយយើងសង្កេតឃើញថាឯកសាររបស់បុគ្គលស៊ុនផលគឺមិនច្បាស់លាស់ត្រង់ថាលោកពូពិនឈៀងលីគឺគាត់បានដីក្នុងកំឡុងឆ្នាំ1995គឺនៅថ្ងៃទី10ខែ11ចំណែកឯលោកពូស៊ុនផលឯកសារដែលអះអាងថាលោកពូបានទទួលដីនេះតាមរយៈការទិញដូរលក់ពីលោកពូពិនឈៀងលីតែឯកសារនេះគឺបែរជាមុនឯកសារកើតមុនដីដែលលោកពូពិនឈៀងលីទទួលបានដីទៅទៀតដូច្នេះបានន័យថាឪកើតមុនកូនឬក៏កូនកើតមុនឪបើឪកើតមុនកូនវាខុសប្រក្រតីបាត់ទៅហើយបានន័យថាឯកសារដូច្នេះឯកសាររបស់លោកពូស៊ុនផលជាឯកសារឪកើតមុនកូនតើនៅលើពិភពលោកនេះមានឪឯណាកើតមុនកូនមានតែលោកពូស៊ុនផលទេមានកូនតែកូនកើតមុនឪឯកសាររបស់លោកពូស៊ុនផលខុសប្រក្រតីប៉ុណ្ណឹងហើយហេតុអ្វីចាំបាច់យកមកនិយាយវែកញែកតម្លាក់បន្ទុកទៅលើលោកពូពិនឈៀងលីធ្វើអ្វីទៀតម្យ៉ាងវិញទៀតឯកសារខុសប្រក្រតីនេះគឺស្នាមមេដៃដាក់ឈ្មោះលោកពូឈៀងលីពិនឈៀងលីតែលោកពូពិនឈៀងលីគឺមិនបានដឹងនោះទេដូច្នេះលោកពូស៊ុនផលគឺបន្លំឯកសារខ្លែងឯកសារសាធារណៈនិងខ្លែងមេដៃផងដែរដោយជួបរឿងដ៏អយុត្តិធម៌និងរឿងដែលគេបំពេញយ៉ាងធ្ងន់ធ្ងរដូច្នេះលោកពូពិនឈៀងលីកើតទុកមិនសុខចិត្តដើររកដំណោះស្រាយដើររកច្បាប់ឲ្យជួយប៉ុន្តែត្រូវបានបកពួករបស់លោកពូស៊ុនផលបង្ការបង្ខាំងនិងខុបខិតគ្នាជាប្រព័ន្ធបំបិទសំណុំរឿងដែលអ្នកដែលខុបខិតជាមួយនឹងលោកបុគ្គលស៊ុនផលនេះគឺសុទ្ធតែអ្នកដែលមានអំណាចនៅពីក្រោយខ្នងរបស់បុគ្គលស៊ុនផលដូច្នេះលោកពូពិនឈៀងលីកើតទុកមិនសុខចិត្តសូមតាក់ដឹកនាំជាពិសេសគឺសម្ដេចតេជោនិងសម្ដេចធិបតីដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនិងជាអ្នកស្រឡាញ់យុត្តិធម៌ស្រឡាញ់សន្តិភាពសូមសម្ដេចជួយដឹងឮនិងមានវិធានការចំពោះបុគ្គលដែលមានអំណាចខុបខិតជាមួយនឹងលោកពូស៊ុនផលបង្កើតអង្គហេតុទម្លាក់បន្ទុកមកលើលោកពូពិនឈៀងលីបង្ខាំងដីទុកមិនចេញប្លង់កម្មសិទ្ធិស្របច្បាប់ឲ្យលោកពូពិនឈៀងលីលោកពូពិនឈៀងលីសំណូមពរដល់អ្នកច្បាប់សូមលោកផ្ដល់យោបល់និងជួយខាងផ្នែកច្បាប់ដល់លោកពូពិនឈៀងលីផងពីព្រោះថាឥឡូវនេះគេរុញទៅអង្គតុលាការទៅវិញហើយមិនមានរបាយការណ៍ដែលសួរទៅលើស៊ុនផលនោះទេឯកសាររបស់បុគ្គលស៊ុនផលជាឯកសារខ្លែងជាឯកសារខុសប្រក្រតីជាឯកសារហើយសូមបញ្ជាក់ផងដែរថាដីនេះគឺមានក្បាល26ហើយ126ម៉ែត្រដែលស្ថិតនៅក្នុងភូមិព្រែកនៅឃុំព្រែកចម្រានស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងលោកពូពិនឈៀងលីទទួលរងនឹងការរំលោភបំពានពីបុគ្គលឈ្មោះស៊ុនផលទី1ធ្វើលិខិតខុសប្រក្រតីបន្លំយកដីរបស់គាត់ដែលជាលិខិតកូនកើតមុនឪទី2លោកពូស៊ុនផលបានខុបខិតគ្នាជាប្រព័ន្ធជាមួយអ្នកមានអំណាចបានលួចធ្វើប្លង់ដែលចេញបង្កាន់ដៃបញ្ជាក់ថាដីរបស់លោកបុគ្គលស៊ុនផលតែតាមពិតដីកំពុងតែមានទំនាស់ហេតុអ្វីក៏អាចរត់ការវាស់វែងធ្វើប្លង់ដែលចិត្តចេញរួចទៅហើយ
cứ ban tranh chịp bằng căn đáy từ ao bục cô cho một xuân phò ta ở rương rau như dạng mất ta ở nè ăn bột cho bắp ăn bột dạng đôi mặt đất ba đây còn công tầm miên tầm nó hay là với có ai rút ca phơ phong phơ pro người hạ đôi chia mơ nghe cho bắp mơ sao chẳng cô cho bắp ăn tại bắp phụ luôn miên ẩm nài trong chấm nói ní cứ khiếp ải vô tịch hoa chỉ ti bằng hót đây là bên trường ly cũng ban đăng to tới sao rồi hốt đó cái tranh chia bằng cành đáy được lục cô bên trường ly tới xua nóm có đăng rương bay ca được về nâng hỏi mà giang tiết lục cô bên trường ly ban bệnh trẻ hà đây ní cứ sự thật được nông khung pre nơi khung pre chẳng can cho hai tờ vây có một cô xuân họ rốt cho bắp phơi lòng nơi hai khung xây cứ khung tua lòng côn từ vinh không khungដូចនេះលោកពូសុនផលរត់ការគិចវេះពងវៀងបំភ័ណ្ឌមតិសាធារណជនក៏ដូចជាផ្លូវច្បាប់យកអង្គហេតុទៅដាក់ក្នុងភូមិផ្សេងដើម្បីគិចវេះពីផ្លូវច្បាប់ពីការទទួលខុសត្រូវលោកពូសុនផលបុគ្គលរូបនេះធ្វើខុសហើយធ្វើខុសទៀតប៉ុន្តែនៅតែដើរហើរដោយសេរីគ្មានច្បាប់ណាធ្វើអីលោកសុនផលបាននោះទេទី3លោកពូសុនផលបានយកដីនេះជាធ្វើជាអាស្រ័យផលដាំដំណាំបានដោយបានដាំដំណាំផ្សេងអាស្រ័យផលនឹងប្រើប្រាស់ដីនេះទោះបីជាដីកំពុងតែមានទំនាស់លោកពូពិនជាងលីកើតទុកមិនសុខចិត្តក៏ដាក់ពាក្យប្តឹងតែគេមិនយកចិត្តទុកដាក់គេមិនអើពើគេរុញទៅរុញមកគេបញ្ជាក់ថាគេគ្មានសមត្ថភាពក្នុងការធ្វើការដោះស្រាយនោះទេដូច្នេះតើបង្កើតមានរចនាសម្ព័ន្ធច្បាប់មានអ្នកអនុវត្តច្បាប់រុញទៅរុញមកគ្មានអ្នកទទួលខុសត្រូវដឹងឮឬក៏ជួយសម្របសម្រួលយ៉ាងណាយ៉ាងណីនោះគឺបានត្រឹមតែសោកស្ដាយនិងឈឺចាប់ជាពន់ពេកដោយការរំលោភបំពានធ្ងន់ធ្ងរពីសំណាក់បុគ្គលសុនផលនិងអ្នកមានអំណាចហុបខិតគ្នាជាប្រព័ន្ធលោកពូពិនជាងលីគឺគាត់ពិតជាឈឺចាប់ណាស់ហើយគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំជួយមើលរឿងនេះផងតាមតាននៅរឿងនេះផងហើយក៏ដូចជាសូមថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ផ្ដល់នៅសន្តិភាពចំពោះគាត់យុត្តិធម៌ចំពោះគាត់ពីសំណាក់លោកសុនផលដែលមើងងាយច្បាប់យកច្បាប់មកទ្របគូតអង្គុយធ្វើមើលតែប្រទេសដែលគ្មានច្បាប់សូមអរគុណចំពោះបងប្អូនប្រិយមិត្តទូរទស្សនិកជនដែលបានតាមដាននៅរឿងនេះហើយសូមធ្វើការ comment ក៏ដូចជាផ្ដល់យោបល់ទៅលើអង្គច្បាប់ដើម្បីរកដំណោះស្រាយទាំងអស់គ្នានេះគឺជាភាពអយុត្តិធម៌នៅក្នុងសង្គមរបស់យើងបាទសូមអរគុណ